បាននិយាយទៅដល់បបរភ័ក្រពុកម៉ែបងប្អូនប្រកាសជានឹកឃើញទៅដល់ខេត្តបាត់ដំបងមុនគេត្រូវអត់អញ្ចឹងថ្ងៃនេះ Twister សូមណែនាំទីតាំងបបរភ័ក្រមកកន្លែងដែលធានាថារសជាតិដើមពីអ្នកខេត្តបាត់ដំបងតែម្ដងហើយនៅកន្លែងគាត់គឺថាមានបន្លែច្រើនជំរើសសម្បូរបែបជាពិសេសហ្នឹងគឺតម្លៃសមរម្យហើយអត់មានទៅដល់ណាឆ្ងាយណាគឺថានៅក្នុងភ្នំពេញយើងសម្រាប់ទីតាំងអ្នកធូ Sister ទៅនេះគឺមានឈ្មោះថាអ៊ីមុំបបរភ័ក្រដែលគាត់លក់នៅក្នុងផ្សារសាមហាន់ផ្សារទួលសង្កែអញ្ចឹងនៅពេលដែលដើរផ្សាររៀងហៅហត់អស់កម្លាំងគឺ Twister បានជ្រើសរើសញ៉ាំជាមួយនឹងភេសជ្ជៈពៅកម្លាំងបាកាសដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកូរ៉េតាំងពីឆ្នាំ1963គឺមានអាយុកាលយូរមែនតើយទៅគឺពុកម៉ែបងប្អូនប្រកាសជាបានស្គាល់ច្បាស់តែម្ដងពីភេសជ្ជៈមួយនេះហើយក៏ជាភេសជ្ជៈដែលត្រូវបានផលិតឡើងដោយផ្ដោតលើគុណភាពជាចម្បងដែលធ្វើឲ្យបាកាសបន្តរក្សាជាភេសជ្ជៈពៅកម្លាំងលេខ1របស់ប្រទេសកូរ៉េរហូតមកដល់បច្ចុប្បន្នអញ្ចឹងល្អមែនតើសម្រាប់ពុកម៉ែបងប្អូនដែលធ្វើដំណើរផ្លូវឆ្ងាយរៀងហែវហត់អស់កម្លាំងល្ងុយគេងអីញ៉ាំបាកាសជំនួយស្មារតីក្នុងការបើកបរភ្លាមតែម្ដងហើយបើថាចង់រកអីហត់បែបក្តៅកុំភ្លេចមកញ៉ាំជាមួយនឹងបបរភ័ក្រនៅក្នុងផ្សារសាមហាន់ណានិយាយទៅគឺថា Twister ចូលចិត្តបបរភ័ក្រត្រង់គេសម្បូរទៅដោយបន្លែនឹងតែម្ដងហើយអ្នកដែលអត់សូវចេះញ៉ាំបន្លែអីអាចញ៉ាំជាមួយនឹងបបរភ័ក្រតេះសាក់សិនអញ្ចឹងណាហើយមើលទៅមួយចាននេះគឺសម្បូរទៅដោយវីតាមីនជាពិសេសគឺជាតិសរសៃដោយសារតែបានមកពីបន្លែបៃតងហើយគាត់មានដាក់ជាមួយនឹងប្រហិតត្រីក៏ដូចជាខ្យងនៅខាងក្នុងនឹងទៀតចំពោះតម្លៃគឺសមរម្យមែនតើមួយចានត្រឹមតែ6000រៀលទេណាពុកម៉ែបងប្អូនហើយសម្រាប់មួយចាននេះគឺយើងញ៉ាំម្នាក់ឯងមកល្មមឆ្អែតតែម្ដងហើយចំណុចពិសេសនៅទីនេះគឺជាមួយនឹងអំបិលម្ទេសរបស់គាត់នេះពុកម៉ែបងប្អូនយើងច្របាច់ក្រូចឆ្មាចេះមកគឺជូរហឹររៀងផ្អែមតិចដាក់ជាមួយនឹងបបរភ័ក្រនេះគឺត្រូវហើយបើថាចង់រកជាលក្ខណៈភេសជ្ជៈបែបយើងញ៉ាំហើយមានកម្លាំងព្រឹសអីហ្នឹងគឺអាចជ្រើសរើសញ៉ាំជាមួយនឹងភេសជ្ជៈពៅកម្លាំងបាកាសបានពុកម៉ែបងប្អូនមិនចាំបាច់កោះចាក់ដាក់ទឹកកកដូច Twister ក៏បានដែរយើងគ្រាន់តែក្លាស់សេឲ្យត្រជាក់មកគឺថាយើងទទួលបានរសជាតិដើមហើយញ៉ាំហើយមានអារម្មណ៍ថាស្វាងចាស់ជួយបន្សាបជាតិស្រវឹងទៀតអ្វីដែលកាន់តែពិសេសហ្នឹងគឺបាកាសលើសពីភេសជ្ជៈពៅកម្លាំងជាភេសជ្ជៈសម្រាប់ជំនួយរាងកាយនិងខួរក្បាលរបស់យើងហើយត្រឡប់ចូលមកដល់បបររបស់យើងវិញពុកម៉ែបងប្អូនសម្រាប់បបរភ័ក្រនេះគឺបន្លែគាត់មានទាំងជាត្រាវក៏ដូចជាល្ពៅហើយមានបន្លែអីផ្សេងទៀតដែលយើងញ៉ាំទៅគឺល្អសម្រាប់សុខភាពមែនតើដល់ឥឡូវនេះអញ្ចឹងគឺថាពេលល្ងាចឧស្សាហ៍ភ្លៀងអញ្ចឹងពុកម៉ែបងប្អូនរៀងផ្ដាសាយអីអញ្ចឹងបានញ៉ាំជាមួយនឹងបបរបែបក្តៅហើយមានបន្លែមានអីអញ្ចេះញ៉ាំទៅគឺជំនួយសុខភាពរបស់យើងបានច្រើនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះហើយគឺអាចទៅសាកញ៉ាំបបរភ័ក្រអ៊ីមុំនៅក្នុងផ្សារសាមហាន់បានដែលគាត់មានបើកលក់ចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង6ល្ងាចវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេបាយ